អាមេរិកជំហរមាត់ភ្ញាក់ផ្អើលមិនស្ទើរខណៈបាត់ជប់បាញ់6សប្តាហ៍អ៊ីរ៉ង់ឆ្លៀតឱកាសផលិតអាវុធបានរាប់ពាន់គ្រឿងទៀមទម្លាក់នៅមជ្ឈមបូព៌ាតែអ៊ីរ៉ង់កំពុងស្ដារសមត្ថភាពយោធារបស់ខ្លួនឡើងវិញបានលឿនជាងការរំពឹងទុករបស់ Washington តាមរបាយការណ៍ស៊ើបការណ៍អាមេរិកនៅក្នុងអំឡុងពេលបាត់ជប់បាញ់រយៈពេល6សប្តាហ៍អ៊ីរ៉ង់បានចាប់ផ្ដើមដំណើរការរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកដ្រូនមួយចំនួនឡើងវិញបន្ទាប់ពីរោងការវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែលការអភិវឌ្ឍនេះធ្វើឲ្យមន្ត្រីអាមេរិកភ្ញាក់ផ្អើលព្រោះអ៊ីរ៉ង់អាចជួសជុលនិងស្ដារកម្លាំងយោធាបានលឿនជាងការប៉ាន់ស្មានរបស់ពួកគេទៅទៀតតាម CNN បានចេញផ្សាយនៅថ្ងៃទី21ខែឧសភាបានឲ្យដឹងថាតែអ៊ីរ៉ង់កំពុងសាងសង់កន្លែងបាញ់មីស៊ីលឡើងវិញជួសជុលប្រព័ន្ធបាញ់និងបន្តផលិតអាវុធសំខាន់ៗដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមទោះបីអាមេរិកនិងអ៊ីស្រាអែលធ្លាប់អះអាងថាពួកគេបានបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយប៉ុន្តែយោងតាមការវិតម្លៃថ្មីៗនេះបង្ហាញថាអ៊ីរ៉ង់នៅតែរក្សាបានសមត្ថភាពយោធារបស់ខ្លួននៅក្នុងកម្រិតខ្ពស់ដដែលមន្ត្រីស៊ើបការណ៍អាមេរិកមួយចំនួនបានបញ្ជាក់ថាតែអ៊ីរ៉ង់អាចស្ដារសមត្ថភាពវាយប្រហារដោយដ្រូនបានពេញលេញនៅក្នុងរយៈពេលប្រហែលត្រឹម6ខែប៉ុណ្ណោះដូចនេះប្រសិនបើមានសង្គ្រាមកើតឡើងម្ដងទៀតអ៊ីរ៉ង់អាចប្រើដ្រូនជាច្រើនដើម្បីវាយប្រហារអ៊ីស្រាអែលនិងប្រទេសនៅតំបន់ឈូសមុទ្រអារ៉ាប់បានយ៉ាងផុយស្រួយក្រៅពីនេះរបាយការណ៍ក៏បានបង្ហាញថាអ៊ីរ៉ង់នៅសល់ប្រព័ន្ធបាញ់មីស៊ីលប្រហែល2/3និងនៅមានដ្រូនរាប់ពាន់គ្រឿងបន្ថែមទៀតមីស៊ីលការពារតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ភាគច្រើនក៏នៅតែអាចដំណើរការបានធម្មតាដែលនេះនឹងបន្តគម្រាមដល់សកម្មភាពដឹកជញ្ជូនតាមសមុទ្រនៅតំបន់ហូមូយ៉ាងនេះក្តីថ្មីនេះលោក Donald Trump ធ្លាប់បានប្រមានថាអាមេរិកអាចបន្តវាយប្រហារលើអ៊ីរ៉ង់ម្ដងទៀតហើយវានឹងមានទង់ទាយធំជាងមុនទ្វេដងប្រសិនបើការចរចាមិនទទួលបានលទ្ធផលល្អខណៈតែអ៊ីរ៉ង់តបវិញយ៉ាងធូរថាអ៊ីរ៉ង់មិនទាន់បញ្ចេញអាវុធសាហាវៗរបស់ខ្លួនពីឃ្លាំងអស់នោះទេការប្រយុទ្ធកន្លងទៅគ្រាន់តែជាអាវុធមួយផ្នែកតូចប៉ុណ្ណោះដូចនេះបើ Washington ហ៊ានតែទម្លាក់គ្រាប់លើទឹកដីខ្លួនម្ដងទៀតនោះកម្លាំងអ៊ីរ៉ង់នឹងពង្រីកសមរភូមិប្រយុទ្ធថ្មីឲ្យកាន់តែកកឹកកក្រែងជាងពេលមុនទាំងអស់ខ្ញុំមេងធីតា PMSJ TV News